ในក្រមជម្រៅទឹកនៃមហាសមុទ្រដ៏ធំល្វឹងល្វើយមានអាណាចក្រដ៏អស្ចារ្យមួយដែលជាទីកន្លែងពោរពេញដោយក្តីសុខនិងមន្តអាគមម៉ារីគឺជាបុត្រីមច្ឆាដែលមានចិត្តក្លាហាននាងតែងតែស្រមៃចង់ដឹងថាតើមានអាចកំបាំងអ្វីខ្លះដែលលាក់ខ្លួននៅក្នុងល្អាងភ្នំដ៏ជ្រៅនោះឧបសគ្គដំបូងគឺព្រៃចាហួយសមុទ្រពឹសម៉ារីត្រូវតែហែលយ៉ាងប្រុងប្រយ័ត្នបំផុតព្រោះរាល់ការប៉ះទង្គិចអាចធ្វើឲ្យនាងសន្លប់បានរំពេចនោះជញ្ជាំងថ្មចាប់ផ្ដើមរង្គើនាងត្រូវហែលឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីគេចពីថ្មយះដែលកំពុងធ្លាក់ចុះមកចរន្តទឹកចាប់ផ្ដើមប្រែប្រួលខ្លាំងកម្លាំងទឹកគួចដ៏ធំមួយកំពុងព្យាយាមបឺតស្រូបយកគ្រប់យ៉ាងរួមទាំងព្រះនាងផងដែរតែព្រះនាងនៅតែតស៊ូទៅមុខរហូតភាពស្ងប់ស្ងាត់កាន់តែគួរឲ្យខ្លាចមេរីត្រូវលាក់ខ្លួនពីហ្វូងត្រីឆ្លាមដែលកំពុងយាមលបាសូម្បីតែដង្ហើមក៏នាងមិនហ៊ានដកខ្លាំងដែរឧបសគ្គមួយទៀតគឺសាកល្បងប្រាជ្ញាលោកតាអណ្ដែតបុរាណនឹងអនុញ្ញាតឲ្យនាងឆ្លងកាត់លុះត្រាតែម៉ារីអាចបកស្រាយប្រស្នាអាចកំបាំងបានព្រះនាងមិនខ្លាចទេហើយតាអណ្ដើកបានដាក់ប្រស្នាឲ្យនាងដោះបន្ទាប់មកម៉ារីបាននិយាយដោះស្រាយបានយ៉ាងក្បោះក្បាយដោះស្រាយរួចអណ្ដើកបានឲ្យម៉ារីចេញទៅនៅមាត់ទ្វារកំណប់ម៉ារីត្រូវប្រឈមមុខនឹងអ្នកយាមដ៏មានអំណាចប៉ុន្តែដោយសារភាពក្លាហាននាងមិនបានរាថយឡើយម៉ារីប្រយុទ្ធរហូតដល់មឹកយ៉ាក់ជាប់ចាញ់ដោយសារតែចិត្តមិនរាថយនាងក៏បានរកឃើញត្បូងមន្តអាគមដែលអាចផ្ដល់ពន្លឺនិងសន្តិភាពដល់មហាសមុទ្រទាំងមូលម៉ារីបានត្រឡប់មកវិញដោយមោទនភាពនាងមិនត្រឹមតែជាព្រះនាងទូចប៉ុណ្ណោះទេប៉ុន្តែនាងគឺជាអ្នកការពារដ៏ក្លាហាននៃអាណាចក្រក្រំទឹក